ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់នៅវីដេអូមេរៀនភាសាចិនរបស់យើងជាបន្តទៀតវីដេអូរបស់យើងថ្ងៃនេះគឺយើងនឹងចែករំលែកបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងប្រយោគសន្ទនាមួយចំនួនដែលប្រើប្រាស់ទាក់ទងជាមួយនឹងជីវភាពប្រចាំថ្ងៃរបស់យើងបាទអញ្ចឹងចំណងជើងមេរៀនគឺយើងប្រើប្រាស់ថាស៊ីសូជៀនចាយណាលីបាទយើងសួរថាបន្ទប់ទឹកនៅណាអញ្ចឹងពេលខ្លះបងប្អូនចេញទៅក្រៅហើយបងប្អូនអត់ស្គាល់បន្ទប់ទឹកអញ្ចឹងបងប្អូនត្រូវការប្រើប្រាស់បន្ទប់ទឹកបងប្អូនអាចប្រើប្រយោគទាំងអស់នេះទៅសួរគេបានអញ្ចឹងចង់ដឹងថាតើប្រយោគសន្ទនាថ្ងៃនេះគឺយើងមានប្រយោគមួយខ្លះយើងមកមើលក្តារខៀនជាមួយគ្នាបាទអញ្ចឹងគឺយើងមានប្រយោគ A និងប្រយោគ B តំណាងឲ្យការសន្ទនាគ្នារវាងមនុស្សពីរនាក់បាទអញ្ចឹងយើងចាប់ដើមតែម្ដងបាទចំណងជើងយើងអានថាស៊ីសូជៀនចាយណាលីស៊ីសូជៀនចាយណាលីស៊ីសូជៀនចាយណាលីបាទយើងបកថាបន្ទប់ទឹកនៅឯណាបាទបន្ទប់ទឹកនៅឯណាបាទពាក្យថាស៊ីសូជៀនបាទយើងបកថាបន្ទប់ទឹកចាយណាលីនៅឯណាអញ្ចឹងស៊ីសូជៀនចាយណាលីបន្ទប់ទឹកនៅឯណាបាទអញ្ចឹងពេលខ្លះយើងទៅដើរលេងខាងក្រៅយើងទៅហាងទៅភោជនីយដ្ឋានយើងចង់ប្រើប្រាស់បន្ទប់ទឹកយើងអត់ដឹងយើងអាចប្រើប្រយោគទាំងអស់ហ្នឹងទៅសន្ទនាឬក៏ទៅសួរគេបាទអញ្ចឹងយើងចាប់ដើមដំបូងនេះគឺប្រយោគ A បាទប្រយោគ A គឺយើងតំណាងមួយថាជាអ្នកដែលបម្រើសេវាកម្មនៅក្នុងភោជនីយដ្ឋានមួយបាទហើយ B តំណាងឲ្យយើងឬក៏តំណាងឲ្យអ្នកដែលសួរចឹងហើយបាទអញ្ចឹងយើងចាប់ដើមដំបូងគឺប្រយោគ A យើងអានថាហွန်អ៊ីងគួងលិនសៀនសឹងជីវ័យហွန်អ៊ីងគួងលិនសៀនសឹងជីវ័យហွန်អ៊ីងគួងលិនសៀនសឹងជីវ័យបាទអញ្ចឹងប្រយោគនេះយើងบอกថាសូមស្វាគមន៍ប៉ុន្មានអ្នកដែរលោកបាទសូមស្វាគមន៍ប៉ុន្មានអ្នកដែរលោកបាទអញ្ចឹងនេះគឺចង់សំដៅទៅលើបុគ្គលិកក្នុងភោជនីយដ្ឋានមួយអញ្ចឹងនៅពេលដែលយើងដើរចូលទៅកាន់ភោជនីយដ្ឋានគេប្រកាសជានិយាយពាក្យបាទប្រយោគមួយនេះបាទសូមស្វាគមន៍បាទដែលមកដល់ហាងរបស់គេអញ្ចឹងទៅហើយគេសួរថាតើប៉ុន្មានអ្នកដែរដែលមកហាងគេហ្នឹងឬក៏មកភោជនីយដ្ឋានគេហ្នឹងបាទដើម្បីគេស្រួលរៀបចំកន្លែងរៀបចំតុរៀបចំកន្លែងយើងអង្គុយអញ្ចឹងទៅបាទអញ្ចឹងប្រយោគនេះគឺយើងប្រើបែបនេះបាទអញ្ចឹងពាក្យថាហွန်អ៊ីងគួងលិនបាទហွန်អ៊ីងគួងលិននេះយើងบอกថាសូមស្វាគមន៍បាទសៀនសឹងបាទសៀនសឹងនេះលោកគឺយើងចង់សំដៅទៅលើមនុស្សប្រុសដែលយើងប្រើប្រាស់ការហៅគួសមបាទអញ្ចឹងលោកហើយជីវ័យនេះប៉ុន្មានអ្នកបាទអញ្ចឹងសៀនសឹងជីវ័យប៉ុន្មានអ្នកដែរលោកគឺគាត់ចង់សួរថាតើយើងមកភោជនីយដ្ឋានរបស់គាត់នឹងមានគ្នាប្រមាណអ្នកដែរបាទដើម្បីគាត់រៀបចំកន្លែងអង្គុយយើងបាទអញ្ចឹងប្រយោគទាំងមូលហွန်អ៊ីងបាទហွန်អ៊ីងគួងលិនបាទហွန်អ៊ីងគួងលិនសៀនសឹងជីវ័យបាទសូមស្វាគមន៍លោកសូមស្វាគមន៍ប៉ុន្មានអ្នកដែរលោកបាទអញ្ចឹងប្រយោគ B បាទឆ្លើយថា我们是位我们是位我们是位បាទ我们是位យើងบอกថាពួកយើង4នាក់បាទពួកយើង4នាក់បាទអញ្ចឹងបានថាគ្នាគាត់មកភោជនីយដ្ឋានឬក៏មកកន្លែងហ្នឹងគឺចំនួន4នាក់បាទពាក្យថា我们យើងบอกថាយើងឬក៏ពួកយើងសឹវ័យបាទសឹនេះ4វ័យបាទវ័យនេះចង់សំដៅលើចំនួនមនុស្សហ្នឹងឯងអញ្ចឹងសឹវ័យ4នាក់បាទអញ្ចឹង我们是位បាទយើងบอกថាពួកយើង4នាក់បាទបន្តមកទៀតប្រយោគ A ម្ដងបាទអ្នកប្រចាំហាងហ្នឹងគេសួរថាគេនិយាយថា请这边走请这边走请这边走បាទយើងบอกថាសូមដើរតាមនេះបាទសូមដើរតាមនេះបាទអញ្ចឹងគាត់បង្ហាញផ្លូវឬក៏គាត់ប្រាប់លោក B នេះឲ្យដើរតាមនេះទៅផ្លូវសម្រាប់ផ្លូវចូលទៅកន្លែងភោជនីយដ្ឋានគេហ្នឹងបាទអញ្ចឹងឈិងជើពៀនចូលបាទសូមដើរតាមនេះបាទគេនាំយើងទៅបាទអញ្ចឹងពាក្យថាឈិងនេះบอกថាសូមជើពៀនចូលបាទជើពៀននេះជើពៀនចូលនេះមកថាតាមនេះឬក៏ដើរតាមនេះបាទអញ្ចឹងឈិងជើពៀនចូលសូមដើរតាមនេះបាទអញ្ចឹងប្រយោគបន្តទៀតបាទប្រយោគ B បាទគាត់និយាយទៀតថា请问洗手间在哪里请问洗手间在哪里请问洗手间在哪里បាទយើងบอกថាសូមសួរបន្ទប់ទឹកនៅណាបាទសូមសួរបន្ទប់ទឹកនៅណាបាទអញ្ចឹងគាត់មកដល់គាត់អត់ស្គាល់បន្ទប់ទឹកទេបាទអញ្ចឹងដូចជាចំណងជើងដែលយើងសរសេរអញ្ចឹងបាទអញ្ចឹងគាត់សួរទៅអ្នកបម្រើសេវាកម្មនៅក្នុងនោះថាតើបន្ទប់ទឹកនៅណាគាត់ត្រូវការចូលត្រូវការប្រើប្រាស់អញ្ចឹងទៅបាទអញ្ចឹងពាក្យថាឈីងួននេះសូមសួរបាទសូមសួរស៊ីសូជៀនចាយណាលីបាទស៊ីសូជៀនបន្ទប់ទឹកចាយណាលីនៅឯណាបាទដូចចំណងជើងរបស់យើងអញ្ចឹងបាទអញ្ចឹងឈីងួនស៊ីសូជៀនចាយណាលីសូមសួរបន្ទប់ទឹកនៅឯណាបាទអញ្ចឹងប្រយោគ A បាទអ្នកដែលបម្រើសេវាកម្មក្នុងហាងវិញគេនិយាយថាស៊ីសូជៀនចាយ
Phan tiền quay miền xí sầu chiên chạy phan tiền quay miền xí sầu chiên chạy phan tiền quay miền bạn chẳng những bỏ thá bần tục tất nơi hàng cái phô trình địa thàn bạn bần tục tất nơi hàng cái phô trình địa thàn bạn chẳng đi cứ chia tì tăng rồi có chia cả lại để bần tục tất để dương tới ca châu nó cứ bên nơi hàng cái phô trình địa thàn nó bạn chắc biết tha xí sầu chiên bạn được hàng lời nhé xí sầu chiên bần tục tất trái nới bạn phan tiền đi dương cho sản từ lơ phô trình địa thàn hay biết thao quay miên bạn quay miên hàng cái chẳng phan tiền quay miên bạn để than nơi hàng cái phô trình địa thàn bạn chẳng tranh bị phô trình địa thàn tới phần tục tức bài năng chẳng thầy bạn đi cứ này để có chồng gì bạn chẳng xí sầu chiên chai phan tiền quay miền mình tục tức nơi hàng cái phố trên địa thàn bạn và to mà thiết về dụng bi có xu và to tiệt bạn chẳng xu chlai để tơ những mùi thằng ca rồi tục tức ngày bạn về dụng bi có xu tiệt thá chợ lì chợ ở yên má lì chợ ở yên má lì chợ ở yên má bạn chẳng có xu thá ta ngay bị ti ni tê bạn ta ngay bị ti ni tê bạn chẳng nơi hàng cái phôi địa thán nó ngay ọt đã tranh được ngay ọt chắc có trong số bếp nằng bạn chẳng biết tha lý ní bạn tha ngay lý ní bởi dương dọn về trong tất cứ bạn nào vì trả tranh bị lại môi được lại môi trong mà tha tranh bị phôi địa thán từ tục tật nằng cứ trong đại ca trả tranh nó cứ pra bị lý nằng chẳng lý chợ bạn chợ duyên má bạn chợ nó tin đi duyên đi ngay bạn má đi rư có tê để dương pra không tụm lông để sùng nua bạn chẳng lì chợ ở yên má bạn ngay bị tin tê bạn ngay bị tin tê clear ngay bị tin tê bạn nhưng biết thà lý nó như trong là người trả chắc nhưng có clear ngay như thế bạn chẳng lì chợ ở yên má ta ngay bị tin tê bạn và to mà tiếp về dục trong cái tại chiaประโยค é bạn chẳng còn vậy thá phụ duyên chu mẫn quảng trò coi然后一直走，不允出门往左拐，然后一直走。不允出门往左拐，然后一直走。把一直走，把这么多tiếng này hiện về tích。不允出门往左拐，然后一直走。ý chữ chỗ bạn dẫn dương bỏ thá mình ngày tê tranh bị thuế bọt chuyên bình tọp mốt đa tự tròn bạn mình ngày tê tranh bị thuế bọt chuyên bình tọp mốt đa tự tròn bạn chắc mà ta phải tục tức cứ ọt nơi ngày phôi nì than tê bạn tôi mình đã phải tục tức nên phôi nì than khi mà này thuế ngày nữa đến nơi các bài này như thế chẳng bạn thấy còn tha tranh bị thuế bạn đa tranh bị trọ thuê tới hay bọt chuyên nó đa tự tròn tới cứ khơi nhảy khơi tục từng ngày bạn đi cứ chia cá bằng hàng play rồi có bằng hàng pt tăng tục tất từ cán ởประโยค B bạn để khi xua rồi nằng bạn chứng ประโยค นี้คืออยู่บอกแบบหนึ่งแล้วยังเมื่อเปียมวยក្នុងประโยค វិញបាទពាក្យថាពុយឿនបាទពុយឿននេះគឺយើងบอกថាមិនឆ្ងាយពុនេះមិនយឿននេះឆ្ងាយអញ្ចឹងពុយឿនមិនឆ្ងាយទេបាទឈូមិនបាទឈូមិននេះយើងบอกថាចេញពីទ្វារក៏ចេញពីអញ្ចឹងទៅបាទឈូមិនយើងចង់ថាចេញពីច្រកទ្វារបាទវងជើកួយវងជ័រកួយបាទវងជ័រកួយបាទវងជ័រកួយនេះយើងថាបត់ឆ្វេងបាទបត់ឆ្វេងដើរបានថាដើរឆ្ពោះទៅការបត់ឆ្វេងនេះយើងប្រើពាក្យមួយហ្នឹងបាទវងជ័រកួយបត់ឆ្វេងបាទរានហូបាទរានហូបន្ទាប់មកអ៊ីជឺចូលបាទអ៊ីជឺចូលដើរទៅត្រង់បាទដើរទៅត្រង់បីពាក្យហ្នឹងអ៊ីជឺចូលហ្នឹងបើបកថាដើរទៅត្រង់បាទអញ្ចឹងប្រយោគទាំងមូលយើងបានបកមកពីហើយយើងអានភ្ជាប់គ្នាមកពុយឿន出门往左拐然後一直走បាទយើងบอกថាមិនឆ្ងាយទេចេញពីទ្វារបត់ឆ្វេងបន្ទាប់មកដើរទៅត្រង់បាទបាទអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាប្រយោគមួយចំនួនដែលយើងបង្ហាញជូនបងប្អូនទាក់ទងទៅនឹងមេរៀនរបស់យើងថ្ងៃនេះបាទគឺមិនពិបាករៀនទេដោយសារតែជាប្រយោគងាយខ្លីៗប៉ុន្តែក៏យើងត្រូវការប្រើប្រាស់ដែរពេលខ្លះទៅបងប្អូនដូចជាខាងដើមអញ្ចឹងបងប្អូនទៅក្រៅបាទទៅហាងទៅភោជនីយដ្ឋានក៏ទៅដើរលេងអញ្ចឹងទៅយើងពេលណាដែលយើងត្រូវការប្រើបន្ទប់ទឹកយើងអត់ស្គាល់ទេអញ្ចឹងយើងត្រូវការសួរគេមិនដឹងថាបន្ទប់ទឹកគេនៅណាអញ្ចឹងយើងអាចប្រើប្រយោគនឹងសួរគេទៅបាទបន្ទប់ទឹកនៅឯណាឆ្ងាយអត់ដើរទៅតាមណាកន្លែងណាអញ្ចឹងទៅអញ្ចឹងយើងប្រើប្រាស់ប្រយោគនេះបានអញ្ចឹងបងប្អូនក៏ត្រូវរៀនឲ្យចេះដែរពីព្រោះយើងត្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់យើងបាទអញ្ចឹងវីដេអូមេរៀនរបស់យើងថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទនេះសូមអរគុណសូមជម្រាបលា